សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីបញ្ហាមួយដែលមនុស្សជាច្រើនជួបប្រទះប៉ុន្តែមិនសូវយកចិត្តទុកដាក់គឺហេតុអ្វីបានជាយើងឈឺក្បាលពេលព្រឹកអ្នកខ្លះភ្ញាក់ពីគេងភ្លាមមានអារម្មណ៍ឈឺក្បាលឬធ្ងន់ក្បាលហើយវាអាចប៉ះពាល់ដល់អារម្មណ៍និងការងាររបស់អ្នកពេញមួយថ្ងៃបញ្ហានេះមិនមែនជារឿងតូចទេព្រោះវាអាចបង្ហាញថារាងកាយយើងកំពុងមានបញ្ហាខ្លះៗដូច្នេះថ្ងៃនេះយើងមកស្គាល់មូលហេតុសំខាន់ៗមូលហេតុទី1គឺគេងមិនគ្រប់បើអ្នកគេងតិចឬគេងយឺតខួរក្បាលនឹងមិនបានសម្រាកគ្រប់គ្រាន់ហើយអាចបណ្ដាលឲ្យឈឺក្បាលពេលភ្ញាក់មូលហេតុទី2គឺគេងមិនមានគុណភាពបើអ្នកភ្ញាក់ញឹកញាប់ពេលយប់ឬគេងមិនជ្រៅវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ឈឺក្បាលពេលព្រឹកមូលហេតុទី3គឺខ្វះទឹកពេលយើងគេងយប់យូររាងកាយមិនបានទទួលទឹកបើអ្នកមិនផឹកទឹកគ្រប់គ្រាន់អាចបណ្ដាលឲ្យឈឺក្បាលមូលហេតុទី4គឺការផឹកកាហ្វេបើអ្នកផឹកកាហ្វេច្រើនពេកឬមិនបានផឹកដូចធម្មតាវាអាចបង្កឲ្យមានការឈឺក្បាលពេលព្រឹកមូលហេតុទី5គឺ stress ពេលអ្នកមាន stress សាច់ដុំជុំវិញក្បាលនឹងតឹងហើយបង្កឲ្យឈឺក្បាលមូលហេតុទី6គឺគេងក្នុងទម្រង់មិនត្រឹមត្រូវបើខ្នើយខ្ពស់ពេកឬទាបពេកវាអាចប៉ះពាល់ដល់កនិងខ្នងហើយបង្កឲ្យឈឺក្បាលមូលហេតុទី7គឺបញ្ហាផ្លូវដង្ហើមដូចជាការគេងហង្សឬគេងមិនដកដង្ហើមល្អវាអាចធ្វើឲ្យខួរក្បាលខ្វះអុកស៊ីសែនហើយឈឺក្បាលពេលព្រឹកឥឡូវនេះមកស្គាល់វិធីដោះស្រាយដំបូងគេងឲ្យបានគ្រប់7ទៅ9ម៉ោងទី2ផឹកទឹក1 កែវពេលភ្ញាក់ទី3កាត់បន្ថយកាហ្វេជាពិសេសពេលល្ងាចទី4កែទម្រង់គេងជ្រើសរើសខ្នើយដែលសមស្របទី5កាត់បន្ថយ stress អាចធ្វើសមាធិឬសម្រាកទី6បង្កើតបរិយាកាសគេងឲ្យល្អស្ងប់និងងងឹតបើអ្នកឈឺក្បាលញឹកញាប់ឬឈឺខ្លាំងឬមានអាការៈដូចជាវិលមុខមើលមិនច្បាស់សូមទៅពិគ្រោះជាមួយគ្រូពេទ្យសរុបវិញការឈឺក្បាលពេលព្រឹក